rồi xua bóng ôn chẳng này nhằm một chạy làm lấy to tiết ẩm pi Sobrelដែលជាអសរសម្រាប់ជនមានពិការភាពផ្នែករៀនចឹងខ្ញុំនឹងចែករំលែកទៅតាមគំរូរបស់សភៅក្រសួងអប់រំចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូននៅស្រៈនិស័យតថ្ងៃនេះខ្ញុំនឹងចែករំលែកស្រៈទី21គឺស្រៈអុសប៉ុន្តែមុននឹងចូលដល់ស្រៈអុសខ្ញុំគ្រាន់តែរំលឹកឡើងវិញនៅស្រៈអាសរបស់យើងគឺមានចំណុចមួយនេះបងប្អូនស្រៈអាសខ្ញុំក៏រំលឹកវិញបន្តិចព្រោះយើងបានសិក្សាស្វែងយល់ជាមួយគ្នាហើយខ្ញុំបានធ្វើវីដេអូបង្ហាញបងប្អូនហើយអញ្ចឹងនេះខ្ញុំគ្រាន់តែរំលឹកថយក្រោយបន្តិចអញ្ចឹងកុំអោយខាត់ពេលវេលាយូរយើងចូលដល់ស្រៈអុសតែម្ដងដែលយើងត្រូវសិក្សាស្វែងយល់ជាមួយគ្នាខាងនេះអញ្ចឹងនេះរាងរបស់ស្រៈអុសជាចំណុចអក្សរប្រេលហើយវាអក្សរសម្រាប់ជនមានពិការភាពផ្នែករៀនអញ្ចឹងគឺរាងវាអញ្ចឹងដើម្បីសរសេរឲ្យคล้ายទៅជាស្រៈអុសបានយើងត្រូវចុចចំណុច1ចំណុច3ចំណុច4និងចំណុច6នេះរាងបែបហ្នឹងតែនិយាយពីចំណុចវិញដើម្បីយើងអាចសរសេរឲ្យចេញរាងបែបហ្នឹងបានគឺយើងត្រូវសរសេរចំណុច1ចំណុច3ចំណុច4និងចំណុច6តើឡើយកុំឲ្យខាតពេលខ្ញុំនាំបងប្អូនមកសរសេរបន្តិចអញ្ចឹងយើងនេះឧបករណ៍ slate អញ្ចឹងខ្ញុំចាប់ផ្ដើមមកយើងចាប់ផ្ដើមចុចចំណុច1ចំណុច3ចំណុច4ចំណុច6អញ្ចឹងចុចចឹងរហូតមកតើឥឡូវយើងបើកត្រឡប់មកវិញពេលដែលយើងចាប់ផ្ដើមចុចយើងចុចពីស្ដាំមកឆ្វេងពេលយើងបើកគឺយើងនេះយើងអានពីឆ្វេងមកស្ដាំវិញអញ្ចឹងនេះគឺជាខ្ញុំសរសេរជាប់គ្នាមកដល់ clear ទេចាប់ពីកន្លែងនេះមកដល់កន្លែងនេះជាស្រៈអុសតែនេះខ្ញុំដកបន្តិចហើយនេះក៏ខ្ញុំសរសេរជាប់ដែរចាប់ពីត្រឹមនេះទៅមកដល់នេះបាទខ្ញុំសរសេរដក clear វិញគឺដូចគ្នាអត់ខុសគ្នាទេអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំនឹងមកទៀងទាត់ជាមួយនឹងសៀវភៅគំរូអញ្ចឹងនេះដៃខ្ញុំនេះគឺជាស្រៈអុសចុងអុលខាងឆ្វេងនេះជាស្រៈអុសដែលខ្ញុំសរសេរបំវិញហើយខាងនេះគឺជាសៀវភៅនៅលើសៀវភៅគំរូជាស្រៈអុសនៅលើសៀវភៅពុម្ពរបស់ក្រសួងអប់រំបងប្អូនអាចមើលបានអញ្ចឹងខ្ញុំមានប៉ុណ្ណឹងចែករំលែកជូនបងប្អូនសម្រាប់ស្រៈអុសរបស់យើងគឺដើម្បីសរសេរទៅជាអក្សរប្រេលបានចេញជាស្រៈអុសហ្នឹងយើងចុចចំណុច1ចំណុច3ចំណុច4និងចំណុច6ម្ដងទៀតស្រៈអុសរបស់យើងគឺមានចំណុច1ចំណុច3ចំណុច4និងចំណុច6អរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដាននៅលើ page Blind New Generation ជាមួយខ្ញុំកន្លងមកតាក់ទងជាមួយនឹងអក្សរប្រេលជួបខ្ញុំនៅវីដេអូក្រោយទៀតជម្រាបលា